តាក់ទងនឹងលោកហ៊ុនម៉ាណែតគាំទ្រនគរសង្គ្រាមកំសាន្តសបាយទោះរងការរិះគន់ជុំទិសអង្គការសង្គមស៊ីវិលជាង20ស្នើឲ្យអាជ្ញាធរក្រុងការពារការសម្ដែងមតិជាជាងប្រមានចាត់វិធានការបង្ក្រាបមន្ត្រីខ្មែរថាទាល់តែប្រហែល3ឆ្នាំទៀតទើបកម្ពុជាអាចមានរោងចក្រចម្រាញ់ប្រេងកាតនឹងគេប្រធានាធិបតីឥណ្ឌូនេស៊ីប្រមានដកខ្លួនចេញពីក្រុមប្រឹក្សាសន្តិភាពលោកត្រាំថាគ្មានទេការចរចាជាមួយអ៊ីរ៉ង់លើកលែងតែអ៊ីរ៉ង់លើកទង់ជ័យសដោយឥតលក្ខខណ្ឌរដ្ឋសភាអាមេរិកបោះឆ្នោតអនុញ្ញាតឲ្យលោកត្រាំបន្តវាយអ៊ីរ៉ង់ដោយមិនចាំបាច់សុំឯកភាពពីរដ្ឋសភាលោកត្រាំដករដ្ឋមន្ត្រីសន្តិសុខជាតិអាមេរិកចេញពីតំណែងក្រោយផ្ទុះការតវ៉ារាប់ខែពីគ្រប់ទិសទីឲ្យដករដ្ឋមន្ត្រីរូបនេះនិងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបាទបងប្អូនព័ត៌មានដំបូងមុនគឺព័ត៌មានជាតិគឺថ្ងៃនេះគឺលោកហ៊ុនម៉ាណែតបានប្រកាសជាអលរិកថាលោកគាំទ្រនគរសង្គ្រាមកំសាន្តសបាយទោះរងការជិះរិះគន់ជុំទិសបើតាមការបកស្រាយរបស់លោកហ៊ុនម៉ាណែតថ្ងៃនេះនៅពេលដែលយើងស្ដាប់ប្រសាសន៍របស់គាត់ជាទូទៅឃើញថាមានភាពសមស្របនៅក្នុងការដែលនិយាយថាសង្គ្រាមឬក៏បុណ្យចូលឆ្នាំខ្មែរយើងនឹងគេប្រពរាល់តែឆ្នាំទេលោកថាបើទោះបីជាយើងមិនធ្វើពិធីនេះធំដុំប៉ុណ្ណាក៏ដោយកក្រឹកកក្រែងអីយ៉ាងណាក៏ដោយក៏ពិធីហ្នឹងក៏វានៅតែចូលឆ្នាំខ្មែរវានៅតែចូលរាល់ខែមេសាអញ្ចឹងដដែលទេហើយលោកអះអាងថាការដែលត្រូវប្រពធ្វើពិធីនេះឲ្យធំដុំនេះគឺដោយសារតែទីមួយចង់បង្ហាញអំពីមហាសាមគ្គីជាតិរបស់ខ្មែរផងបាទតាមពិតភាសារបស់ថ្នាក់ដឹកនាំនៅក្នុងការថែរក្សាប្រពៃណីវប្បធម៌ទំនៀមទម្លាប់ការប្រារព្ធពិធីបុណ្យចូលឆ្នាំដែលយើងប្រព្រឹត្តទៅជាប្រចាំដែលបង្ហាញអំពីអត្តសញ្ញាណរបស់យើងអរិយធម៌ប្រពៃណីវប្បធម៌ដូនតាដ៏ល្អផូរផង់របស់ខ្មែរដែលខ្មែរទៅប្រតិបត្តិតាមឬក៏អនុវត្តធ្វើតាមជាប្រចាំឆ្នាំនេះគ្មានអីខុសឆ្គងតតែសោះហើយថ្នាក់ដឹកនាំណាក៏និយាយពាក្យនេះមិនខុសដែរព្រោះអីយើងដឹងហើយថាអ្នកណាទៅចោលបុណ្យចូលឆ្នាំខ្មែរដែលយើងប្រពរាល់តែឆ្នាំព្រោះជាទំនៀមទម្លាប់យើងរាប់សតវត្សមកទៅហើយនោះណាហើយម្យ៉ាងទៀតលោកហ៊ុនម៉ាណែតបានបញ្ជាក់ទៀតថាការដែលត្រូវប្រារព្ធពិធីបុណ្យចូលឆ្នាំនេះគឺចង់បង្ហាញប្រាប់ពិភពលោកឬប្រជាពលរដ្ឋកម្ពុជាខ្លួនឯងឲ្យដឹងថាកុំដេកផ្សំដួលល្មួលផ្សំក្រិចខ្ញុំពេញចិត្តនៅក្នុងការដែលលោកលើកឡើងអំពីថាកម្ពុជាបើទោះបីជារងការខ្ទេចខ្ទាំដោយការឈ្លានពានថៃមកលើដែនដីអធិបតេយ្យរបស់កម្ពុជាយ៉ាងណាប្រជាពលរដ្ឋរងទុក្ខវេទនាអ្នកដែលជនភៀសសឹកនឹងនៅកណ្ដោចកណ្ដែងហាលថាលងសំទោសមិនលងទឹកឯនៅក្នុងតង់ពេលភ្លៀងមកទឹកលិចប្រពេចប្របាច់កខេកក្លោកវេទនាភ្នែកអីយ៉ាងណាក៏ដោយលោកថាយើងមិនអាចនៅជាប់កប់ផុកនៅអាហ្នឹងឬក៏មិនអាចងើបក្រោកដើរទៅទៀតបានទេគឺត្រូវបន្តដំណើរតទៅមុខទៀតដើម្បីបង្ហាញថាអ្វីនៅប្រព្រឹត្តទៅជាភាពប្រក្រតីដូចធម្មតាកុំឲ្យនៅដេកដួលលោកយកឧទាហរណ៍ដូចថាបើត្រូវលបួសតាមេជើងមួយហេតុអីបានតួខ្លួនមកតួខ្លួនយើងត្រូវដេកដួលឲ្យមិនអាចដើរបានមិនអាចធ្វើដំណើរបានមានថាផលសំរុំសំស្របប្រសាសន៍ដែលលោកលើកឡើងនេះតកតនឹងការធ្វើពិធីបុណ្យចូលឆ្នាំខ្មែរដ៏ធំដែលឮថាក្រុមលោកហ៊ុនម៉ាណីអីហ្នឹងគ្រោងរៀបចំធ្វើពិធីនឹងកថាអីអញ្ចឹងណាខ្ញុំជឿថានៅក្នុងការលើកឡើងអំពីពិធីបុណ្យចូលឆ្នាំនេះគឺជាភាពប្រក្រតីជូតទឹកភ្នែកបន្តដំណើរទៅមុខទៀតអីហ្នឹងគឺជាភាពសមហេតុសមផលដដែលទេតែខ្ញុំគ្មានអីជំទាស់ហើយប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាបានលឺប្រជាពលរដ្ឋនិយាយដែរហើយលោកថាមិនមែនលឺតែប្រជាពលរដ្ឋស្រែកតាមបណ្ដាញសង្គម Facebook ទេថាមន្ត្រីនៅក្នុងជួររដ្ឋាភិបាលកម្ពុជាក៏មានអ្នកលើកជាបញ្ហាសំណូមពរអីអញ្ចឹងថាគួរធ្វើឬមិនគួរធ្វើអីអញ្ចឹងដែរដូច្នេះបានន័យថាមនុស្សនៅក្នុងជួរគណៈបកប្រជាជនកម្ពុជាឬរដ្ឋាភិបាលកម្ពុជាក៏ដឹងដែរថាការប្រារព្ធធ្វើពិធីបុណ្យកំសាន្តសប្បាយបាចម្សៅបាចទឹកអីប៉ាតណាប៉ាតណីនៅក្នុងរយៈពេលបុណ្យចូលឆ្នាំខ្មែរ3ថ្ងៃក្នុងខែមេសានេះគឺវាជាការដែលប៉ះពាល់ដល់សតិអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសនៅលើពិភពលោកដែលកំពុងកាន់ទុក្ខបាត់ដីទៅឲ្យថៃដែរអានេះអ្វីដែលជាអ្វីដែលជាការលើកឡើងរបស់លោកហ៊ុនម៉ាណែតក៏ប៉ុន្តែអ្វីដែលលោកហ៊ុនម៉ាណែតលើកទាំងអស់នេះគឺសរុបសេចក្តីមកលោកថាអ្វីត្រូវតែប្រព្រឹត្តទៅដដែលព្រោះលោកគាំទ្រឲ្យធ្វើពិធីនេះតទៅទៀតហើយគាត់ថាលឺសូដូចជាលោកលើកឡើងពីរឿងយកអាយន្តផលិតអគិភ័យអីហ្នឹងយកទៅបាញ់ទឹកបាញ់អីហ្នឹងថាឈប់ធ្វើអាហ្នឹងឈប់បានឈប់ទៅកុំបាច់បាញ់ទឹកប៉ាតម្សៅប៉ាតអីអញ្ចឹងវាមិនមែនជាប្រភេទនេះទំនៀមទម្លាប់បាញ់ទឹកអាឡានរឿងបាញ់ទឹកនេះមួយហ្នឹងគឺលោកហ៊ុនម៉ាណែតទៅមិនឃើញអាឆ្នាំនេះឆ្នាំណាក៏ដូចឆ្នាំណាដែរអារឿងបាញ់ទឹកបាញ់អីនេះគេធ្វើធម្មតាអញ្ចឹងហើយព្រោះអី
ទឹកនោះវាមិនមែនទឹកលូទឹកស្អុយដូចជាបាញ់ទៅលើក្រុមបាតកោទេប្រហែលជាពួកគាត់បាញ់នឹងសំដៅទៅលើថាឲ្យពិធីហ្នឹងក៏វាកាន់តែសប្បាយទៅក្មេងហ្នឹងកាន់តែភ្លើតភ្លើនទៅហើយដូចថាវាត្រជាក់ត្រជុំផងព្រោះខែចែកក្តៅខ្លាំងខែប្រាំងក្តៅហែងនេះវាអាចថាបាញ់ទៅលើទឹកទៅលើអញ្ចឹងទៅធ្វើឲ្យវាត្រជាក់ខ្លួនត្រជាក់អីក៏ថាបានក៏ប៉ុន្តែវាតាមពិតវាជាការដែលបង្កើនតត្តភាពឲ្យសុបាយក្អាយអីអញ្ចឹងទេដែលធ្វើឲ្យអាការឈឺចាប់របស់ប្រជាពលរដ្ឋនៅក្នុងរឿងបាត់ដីទៅថៃនេះវាកាន់តែរន្ធើនទៀតអញ្ចឹងមិនទៅលោកហ៊ុនម៉ាណែតហាមបែបនេះក៏សមស្របដែរក៏ប៉ុន្តែងាកមកវិញពីរឿងការធ្វើពិធីសង្ក្រាន្តខ្ញុំ50ដែរទេបងប្អូនដែលខ្ញុំបានជម្រាបឲ្យថាវាអត់មានការខុសឆ្គងអីនៅក្នុងការធ្វើពិធីប្រចាំឆ្នាំប្រពៃណីអីយើងទេក៏ប៉ុន្តែរឿងដែលសំខាន់បំផុតពិធីសង្ក្រាន្តដែលធ្វើកន្លងមកនៅពេលដែលចាប់ផ្ដើមធ្វើសង្ក្រាន្តគឺចាប់ពេលដែលមានចាប់ផ្ដើមការដែលបំផ្លាញគណៈបកសង្គ្រោះជាតិចោលធ្វើទុកបុកម្នេញគណៈបកប្រឆាំងធ្វើឲ្យក្រមយុវជនហ្នឹងគឺចាប់ផ្ដើមកាលពីមុនមានការគ្រប់គ្រងទៅក្រមប្រឆាំងខ្លាំងចឹងទៅក៏ចាប់ផ្ដើមមានការដែលបង្កើតពិធីនឹងដើម្បីទាញការចាប់អារម្មណ៍របស់យុវជនឲ្យចូលរួមកំសាន្តសប្បាយដែលមែនតើទៅយុវជនគឺជានិស្ស័យសត្វមមាញបាទនៅពេលដែលសត្វមមាញតែឃើញភ្លើងនាំគ្នារោមវាជានិស្ស័យធម្មជាតិរបស់មមាញទេយើងទៅបន្ទោសមិនបានទេក្មេងឈាមរាវចូលចិត្តសប្បាយមានស្រីមានប្រុសមានអីជុំគ្នាអញ្ចឹងទៅប៉ាតម្សៅចុះឡើងទៅគេឲ្យធ្វើនេះធ្វើនោះទៅក៏ភ្លេចគិតអំពីនយោបាយស្រុកទេសឲ្យសមនឹងអាការបង្ក្រាបងើបមួយវាយមួយអីផងអញ្ចឹងយុវជនជាច្រើនដែលនេះនឹងលុះក្រោមអធិបុលនៅក្នុងពិធីនឹងអញ្ចឹងទៅហើយក៏មិនខុសឆ្គងអីនៅគិតថាពិធីបុណ្យចូលឆ្នាំខ្មែរសោះនោះមានអីខុសចូលរួមប្រពៃទាំងអស់គ្នាទៅអ្នកណាធ្វើទៅសំខាន់គឺជាប្រពៃណីជាតិដូនតាជាតិយើងគេដំណើរវប្បធម៌វាអត់មានខុសអីទេប៉ុន្តែអ្នកនយោបាយឆ្លៀតឱកាសនៅក្នុងការកេងចំណេញពីព្រឹត្តិការណ៍ដើម្បីបន្លប់ព្រឹត្តិការណ៍នៅពេលដែលបង្កើតព្រឹត្តិការណ៍ហ្នឹងទៅប្រជាពលរដ្ឋភ្លុកទឹកភ្លុកដីទៅគិតថាស្រុកខ្មែរយើងនឹងវាអស្ចារ្យណាស់វាអត់គណៈបកប្រឆាំងមួយក៏គេងទេតាំងពីមានគណៈបកប្រឆាំងអត់ដែលមានពិធីធំសម្បើមអញ្ចឹងដល់ពេលអត់គណៈបកប្រឆាំងគេរៀបចំឲ្យកាន់តែធំទៅហើយយូរទៅមានផ្អាកម្ដងដោយសារបញ្ហានេះបញ្ហានោះក៏ប៉ុន្តែធ្វើទៀតទៅហើយឆ្នាំនេះក៏ចង់ធ្វើឲ្យរត់តែធំទៀតដោយសារតែមានបញ្ហាចំនួនព្រំដែនកម្ពុជាថៃទុកម្លាយសិនទៅហើយសបាយសិនទៅព្រោះអីយើងវាចាប់ច្រើនហើយក៏ប៉ុន្តែបើយើងមើលពីផ្នត់គំនិតនៃនយោបាយគឺយើងឃើញថារដ្ឋាភិបាលកម្ពុជាមកដល់ពេលនេះការដែលតស៊ូមតិលើឆាកអន្តរជាតិយើងអត់បានជោគជ័យទេហើយយើងនិយាយចឹងរដ្ឋាភិបាលគេថាអត់ជោគជ័យមកគេធ្វើបានមកកណោគេទៅផ្សាយទូរទស្សន៍វិទ្យុអន្តរជាតិដូច Reuters, Fox News, Digital ទៅ AFP ទៅអីគេកង្រួនពេញពិភពលោកក៏គ្រាប់បរិមាណណូផងមិនគាត់ថាអត់ពិភពលោកអត់បានគិតពីអីពីរឿងយើងទេពិភពលោកអត់មានចំណែកអីជួយគិតខ្មែរទេក្រៅតែពីខ្មែរខ្លួនឯងគិតខ្លួនឯងដល់ពេលអញ្ចឹងយើងចេះតែធ្វើអីមួយដើម្បីលួងចិត្តដែរហើយខ្ញុំជឿថាមិនជាការខុសឆ្គងរបស់រដ្ឋាភិបាលទេនៅក្នុងការលួងចិត្តព្រោះរដ្ឋាភិបាលណាក៏គេធ្វើដូច្នេះដែរដើម្បីលួងចិត្តប្រជាពលរដ្ឋកុំឲ្យសោកសង្រេងមើលឃើញតែការបាត់ដីនឹងពេកទៅអញ្ចឹងបើនាំគ្នាកំសាន្តសប្បាយខ្លះក៏វាធូរទ្រូងខ្លះដែរក៏ប៉ុន្តែជាសត្យានុមត្តគឺដូចខ្ញុំបានជម្រាបអញ្ចឹងថានៅពេលដែលស្រុកមានទុកកើតកលយុគពិធីបុណ្យសពយើងអាចទៅរាំធុងបាសបានទេព្រោះអានេះជាសិលធម៌តែប៉ុណ្្នឹងឯងហើយមិនមែនថាអញ្ចឹងយើងឈប់ធ្វើប្រពៃពិធីបុណ្យចូលឆ្នាំខ្មែរនៅតែធ្វើបានដដែលអញ្ចឹងមកខ្ញុំថាលើកទឹកចិត្តថាបើពិធីសង្ក្រាន្តហ្នឹងធ្វើក៏ធ្វើទៅក៏ប៉ុន្តែយើងរំលឹកឲ្យឃើញអំពីការតស៊ូរបស់ប្រជាពលរដ្ឋខ្មែរយើងនៅក្នុងការជ្រោមជ្រែងលើកទឹកចិត្តឲ្យរដ្ឋាភិបាលតវ៉ាក្តីទៅឆាកអន្តរជាតិលើទៅប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឬព្រំប្រទានអន្តរជាតិអីទៅវិញដូចថាយុត្តិវាដ៏ធំហ្នឹងគឺថ្លែងសារមួយឲ្យប្រជាពលរដ្ឋរួមសាមគ្គីជាតិមួយគឺជំរុញឲ្យរដ្ឋាភិបាលដាក់ពាក្យប្តឹងអីអញ្ចឹងណាអាហ្នឹងគឺជារឿងមួយដែលបើលោកហ៊ុនម៉ាណែតក៏ថាធ្វើហ្នឹងដើម្បីបង្ហាញអំពីការផ្សះផ្សាជាតិសាមគ្គីជាតិចុះបើដើម្បីឲ្យល្អថ្ងៃចូលឆ្នាំខ្មែរហ្នឹងបើជ្រុលតែធ្វើឲ្យកក្រឹកកក្រែងអញ្ចឹងដោះលែងអ្នកទោសមនសិការអស់ទៅ70 90នាក់ជិត100នាក់ហ្នឹងមានលៀងហ៊ីមានគុណធាមានរស្មីមានរដ្ឋានិងអីទាំងអស់ហ្នឹងហើយសុនស្រនឬកញ្ញាសេងធីរីលោកកម្មសុខាតែស្អីទម្លាក់ចោលបាត់ចោលលោករងឈុនលោកអីហ្នឹងទាំងអស់ទៅវាជាការល្អដែរមិនអញ្ចឹងទេបើថាចង់ស្អំចិត្តប្រជាពលរដ្ឋនេះជាឱកាសល្អហើយដើម្បីបង្ហាញសាមគ្គីដោយអ្វីដែលលោកហ៊ុនម៉ាណែតថាដើម្បីបង្ហាញសាមគ្គីជាតិរបស់យើងតាមពិតពិធីបុណ្យចូលឆ្នាំខ្មែរនេះមិនបាច់ថ្នាក់ដឹកនាំបង្ហាញសាមគ្គីជាតិអីទេព្រោះអីនៅលើពិភពលោកនេះខ្មែរណាក៏ដោយឲ្យតែជាខ្មែរឲ្យតែចូលបុណ្យចូលឆ្នាំខ្មែរគឺចាប់ផ្ដើម
ដឹងត្រៀមចាត់ត្រៀមកាយរួចទៅហើយថាអានេះគឺជាអត្តសញ្ញាណរបស់ជាតិយើងហើយអ្នកដែលបារម្ភជាងគេហើយចង់ប្រារព្ធពិធីនេះជាងគេអ្នកនៅស្រុកក្រៅឯនេះវិញឯព្រោះអីគ្នាមកដល់ប្រទេសក្រៅហើយវាមានវប្បធម៌ប្រពៃណីគេវាជ្រៀតច្រើនពេកដូច្នេះយើងវាខ្លាយទៅជាជនជាតិភាគតិចនៅលើដែនដីដទៃហើយដល់ចឹងទៅយើងខំប្រឹងគោរពថែទាំភ័យបារម្ភខ្លាចបាត់ណាស់ហើយប្រជាប្រដ្ឋស្រុកខ្មែរយើងដោយសារខ្មែរយើងជាដែនដីសវណ្ណភូមិរបស់យើងហើយដូច្នេះយុវជននឹងធ្វើក៏ធ្វើមិនធ្វើក៏ហីទៅហើយអ្នកដែលមែនតែនទៅភ័យខ្លាចបាត់វប្បធម៌ប្រពៃណីជាងគេគឺបងប្អូនខ្មែរក្រៅឯនោះទៅវិញណាដែលគាត់រស់នៅក្រោមការគ្រប់គ្រងរបស់វៀតណាមអីចឹងទៅចឹងគាត់ខំប្រឹងថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ហ្នឹងគឺខ្លាចបាត់ណាស់អក្សរសាស្ត្រជាតិអីហ្នឹងគាត់ខំប្រឹងថែតែនៅកណ្ដាលនេះគឺពាក្យច្រើនគឺសបាយតាមរបៀបភ្លើតភ្លើនច្រើនជាងខ្ញុំចង់និយាយថាហើយក៏ងាយនឹងចាញ់បោកការបង្កើតព្រឹត្តិការណ៍នយោបាយរបស់អ្នកនយោបាយដែរតែយ៉ាងណាបងប្អូនឥឡូវក៏ទៅជាបាយហើយពិធីនេះក៏គេប្រពទៅតាមធម្មតាអញ្ចឹងវាអត់មានអីថយក្រោយទេអញ្ចឹងយើងត្រៀមចាត់ត្រៀមកាយចូលរួមគេទៅអ្នកដែលនៅហ្នឹងហើយនៅឡុងប៊ិចនេះក៏គេមានពិធីសង្ក្រាន្តឡុងប៊ិចរបស់គេដែរបុណ្យចូលឆ្នាំខ្មែរគេក៏គេប្រព្រឹត្តទៅដែរគឺនៅថ្ងៃទី5ខែមេសានេះបងប្អូនដែលនៅគ្រប់ទិសទីនៅទូទាំងសហរដ្ឋអាមេរិកឬក៏ទីផ្សេងដែលចង់មកចូលរួមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិរបស់យើងដែលគេរៀបចំជាប្រចាំឆ្នាំនេះត្រូវនឹងថ្ងៃទី5ខែមេសាដែលរៀបចំនៅសាកលវិទ្យាល័យមហាវិទ្យាល័យក្រុងឡុងប៊ិចដែលមានទីធ្លាសមរម្យមានពិធីនេះកាន់តែរៀបចំធំទៅរៀងរាល់ឆ្នាំហើយចឹងបងប្អូនថាចង់មកលេងក្រុងឡុងប៊ិចចង់អីថ្ងៃ5ខែមេសាឆ្នាំ2026នេះក៏សបុតទុកឬក៏រៀបចំគម្រោងយ៉ាងណាមកលេងមិត្តភ័ក្តិនៅក្រុងឡុងប៊ិចឬក៏មកចង់ទទួលទានអាហារខ្មែរឆ្ងាញ់មើលឃើញទំនៀមទម្លាប់របៀបរស់នៅរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងដ៏ច្រើនសន្ធឹកប្រហែលជា7-80000នាក់នៅទីក្រុងឡុងប៊ិចនេះសូមអញ្ជើញបាទថ្ងៃ5តែយ៉ាងណាគឺពិធីបុណ្យពិធីសង្ក្រាន្តឡុងប៊ិចឬបុណ្យចូលឆ្នាំខ្មែរនៅទីក្រុងឡុងប៊ិចនេះគាត់ធ្វើចម្រុះជាតិសាសន៍មិនមែនសម្រាប់តែសម្ដៅទៅលើខ្មែរតែមួយជាតិសាសន៍ទេគ្រាន់តែថាផ្ដោតទៅលើវប្បធម៌ប្រពៃណីខ្មែរច្រើនជាងបាទឥឡូវនេះខ្ញុំស្លេះរឿងនេះតកតងនឹងរឿងសង្ក្រាន្តបានរំលងច្រើនឆ្នាំមួយទៅគឺទៅហួសហើយឥឡូវនេះយើងដល់អង្គការសង្គមស៊ីវិលជាង20ស្ថាប័នស្នើឲ្យអាជ្ញាធរក្រុងភ្នំពេញការពារការសម្ដែងមតិជាងព្រមានចាត់ការបង្ក្រាបថ្ងៃនេះគឺមានលិខិតចំហមួយពីអង្គការស្ថាប័នសង្គមស៊ីវិលប្រមាណជា22អង្គការបាទដែលមែនតើទៅអាណិតពួកគាត់ដែរយូរទៅអាជ្ញាធរបង្ក្រាបខ្លាំងពេកទៅជាចេញលិខិតចំហទៅវិញទៅព្រោះអីបើមិនដឹងស្នើទៅសុំភ្លើងយៈអីបើម្សិលមួយថ្ងៃហ្នឹងលោកសុកពេញវុឌ្ឍដែលជាមន្ត្រីជាន់ខ្ពស់នៅសាលាក្រុងភ្នំពេញហ្នឹងក៏បានចេញលិខិតពមៀនក្រុមអ្នកតវ៉ាក្រុមអ្នកប្រពៃពិធីបុណ្យទិវាសិទ្ធិនារី8មីនាហ្នឹងដែលក្រុមធ្វើនៅទីលានប្រជាធិបតេយ្យដែលថាអាចនឹងមានបងប្អូនចូលរួមប្រហែល500នាក់ទៅបញ្ចេញមតិបញ្ចេញអីហ្នឹងដោយអហិង្សាហ្នឹងគឺគេហាមបាត់ទៅហើយថាមិនអោយធ្វើទេបើធ្វើនឹងទទួលខុសត្រូវអញ្ចឹងនៃពាក្យថាបើធ្វើនឹងទទួលខុសត្រូវហ្នឹងស្មើនឹងថានឹងបង្ក្រាបហើយបើមិនជានៅតែចេះហើយក៏ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិលទាំងនេះដូចជាមិនដូរចំហទេព្រោះគេប្រកាន់ចំហថានេះគ្រាន់តែជាការបង្ហាញសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដោយតាមស្របតាមរដ្ឋធម្មនុញ្ញដែលអាជ្ញាធរមែនតែនគួរតែបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាមន្ត្រីសន្តិសុខការពារសុវត្ថិភាពរៀបចំសណ្ដាប់ធ្នាប់ឲ្យប្រជាពលរដ្ឋអនុវត្តសិទ្ធិរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញមិនមែនគំរាមកំហែងបង្ក្រាបទេដូច្នេះនៅពេលដែលមានលិខិតរបស់សាលាក្រុងក៏អង្គការសង្គមស៊ីវិលទាំង22នេះដែលតំណាងដោយក្រុមការងាររៀបចំកម្មវិធីទិវា8មីនានៅថ្ងៃ8មីនាព្រោះថ្ងៃនេះ6ខែស្អែកនេះហើយបងប្អូនគឺពួកគាត់នៅតែនឹងធ្វើគឺមានអ្នកស្រីឧទេពលីននិងកញ្ញាឈឹមស៊ីធដែលពួកគាត់ប្រាប់ទៅហើយចេញលិខិតចំហនេះដែលថាពិធីនឹងរៀបចំដដែលនៅពេលនោះដោយតាមការគ្រោងទុកនៅទីលានប្រជាធិបតេយ្យតែគាត់បានចេញលិខិតចំហនេះបែបស្នើអញ្ចេះវិញអង្គការសង្គមស៊ីវិលស្នើឲ្យអាជ្ញាធរបំពេញកាតព្វកិច្ចជួយរក្សាការពារសណ្ដាប់ធ្នាប់នៅទីលានប្រជាធិបតេយ្យក្នុងអំឡុងពេលដែលក្រមស្ត្រីជួបជុំនិងសម្ដែងមតិប្រពខួបលើកទី115នៃទិវានារីអន្តរជាតិនៅថ្ងៃទី8ខែមីនាឆ្នាំ2026បាទអញ្ចឹងតាមលិខិតរបស់គាត់នឹងផ្ដើមដោយថាយើងខ្ញុំជាអង្គការសមាគមសហជីពនិងសហព័ន្ធសហជីពដែលធ្វើការងារផ្នែកលើកកម្ពស់សិទ្ធិមនុស្សសិទ្ធិការងារនិងសិទ្ធិស្ត្រីចេញលិខិតចំហរួមនេះក្នុងគោលបំណងស្នើឲ្យសាលារដ្ឋាភិបាលភ្នំពេញបំពេញកាតព្វកិច្ចស្របតាមទូនីតិដោយអនុលោមតាមរដ្ឋធម្មនុញ្ញនៃប្រជាជាតិកម្ពុជាមាត្រា41ដែលចែងអំពីសិទ្ធិនៅក្នុងការជួបជុំសម្ដែងមតិរួមទាំងលិខិតតុបករណ៍នានាទាក់ទងនឹងសិទ្ធិមនុស្ស
ដូចជាសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សនិងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយជាដើមច្បាប់ស្តីពីបាតកម្មដោយសន្តិវិធីពុំបានតម្រូវឲ្យក្រុមដែលចង់ធ្វើការសម្ដែងមតិស្នើសុំពីអាជ្ញាធរឬក៏អាជ្ញាធរត្រូវផ្ដល់ការអនុញ្ញាតនោះឡើយហើយក៏ពុំគួរលើកឡើងជាទូទៅនៅក្នុងការបកស្រាយខ្លឹមសារចំពោះការប៉ះពាល់សន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់និងការរៀបចំសណ្ដាប់ធ្នាប់រៀបរយសាធារណៈរហូតដល់បំបិទសិទ្ធិសេរីភាពនៃការជួបជុំនិងសម្ដែងមតិនោះឡើយខ្ញុំសូមសរសើរអង្គការសង្គមស៊ីវិលទាំងអស់នេះច្បាប់ដែលគាត់សូត្រមកនេះគឺពេញចិត្តហ្មងពុទ្ធត្រូវទាំងអស់ហើយបើអញ្ចឹងវិញសួរលោកកៅរេមីខាងស្អីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលបើគាត់ឈឺក្បាលតែបន្តិចខ្ញុំសឹងភ្នាល់ព្រោះលោកឲ្យតែមានបញ្ហាសិទ្ធិមនុស្សរំលោភសិទ្ធិមនុស្សអីនៅក្នុងស្រុកខ្មែរយើងហ្នឹងគឺគាត់ធ្វើតែមិនដឹងប៉ុន្តែបើរឿងថៃឈ្លានពានខ្មែរអីហ្នឹងគឺថាអូថ្កោលទោសអស់ហើយយល់ពីច្បាប់អន្តរជាតិកាយមកអស់ពីដូសជេមកទាញមកនៅក្លុកក្លៀតណាក៏យកមកទៅសេត្រូវដែរគឺថាខ្ញុំសរសើរលោកដោយស្មោះតែម្ដងប៉ុន្តែឃើញទេឥឡូវដល់ពេលមានរឿងអញ្ចឹងនៅណាគណៈកម្មការសិទ្ធិមនុស្សលោកកៅរេមីនៅណាមកជួយប្រាប់ប្រជាពលរដ្ឋមើលថាតើការអនុវត្តសិទ្ធិនឹងត្រូវហើយមានសារអីប្រាប់ទៅអាជ្ញាធររាជធានីភ្នំពេញផងថាមិនគួរណារដ្ឋបတ်សិទ្ធិសេរីភាពប្រជាពលរដ្ឋទេព្រោះអានឹងជាសិទ្ធិតាមរដ្ឋធម្មនុញ្ញអត់មានទៅដាក់គ្រាប់បែកនៅទីលានប្រជាធិបតេយ្យអត់មានទៅដណ្ដើមយកទីលានប្រជាធិបតេយ្យដើម្បីគ្រប់គ្រងឲ្យត្រូវមានប័ណ្ណឈប់បាញ់ឈប់អីដូចថៃអត់សោះប្រជាពលរដ្ឋខ្លួនឯងអនុវត្តសិទ្ធិសេរីភាពតាមរដ្ឋធម្មនុញ្ញច្បាប់មានដូចគ្នាឲ្យគេសូត្រឲ្យលោកកៅរេមីស្ដាប់ទៀតនេះបើសិនជាលោកកៅរេមីមានភាពក្លាហានគ្រប់គ្រាន់ណាដែលបញ្ជាក់ថាលោកពិតជាមិនលំអៀងខ្លាំងដែលធ្វើការតស៊ូមតិដើម្បីសិទ្ធិមនុស្សតាមការចោះដូចថាបើមួយថៃអីចឹងដូចរឿងតសេលិខិតថ្កោលទោសគេឲ្យឡើងផ្អើលក៏ក្រើកផែនពណ៌សធាតែបានផលអីទេបានតែថ្កោលទោសតែរឿងផលមែនតើនេះបើលោកហ៊ានសរសេរលិខិតតែមួយប្រាប់ទៅរដ្ឋាភិបាលកម្ពុជាឬក៏អាជ្ញាធរក្រុងភ្នំពេញប្រាប់ថាគួរតែឲ្យប្រជាពលរដ្ឋអនុវត្តសិទ្ធិរបស់ខ្លួនឲ្យបានត្រឹមត្រូវទៅជួយការពារគេទៅកុំបង្ក្រាបព្រោះអំពើអហិង្សាបែបនេះគឺគួរតែលើកទឹកចិត្តព្រោះជាសិទ្ធិសេរីភាពសិទ្ធិមនុស្សអីចឹងអត់សោះចាំមើលបើមានសារពីលោកកៅរេមីចេញមកបងប្អូនជួយប្រាប់ខ្ញុំផងខ្ញុំនឹងផ្សាយឲ្យកក្រើកលើកតម្កើងលោកកៅរេមីដល់ណាណីហ្មងប៉ុន្តែខ្ញុំហ៊ានភ្នាល់បើមានសារបែបនេះចេញពីលោកកៅរេមីមែននោះហើយខ្ញុំនិយាយនេះមិនមែនចង់ផ្ចាញ់ផ្សាយលោកកៅរេមីអីថាខ្ញុំភ្នាល់អីទេប៉ុន្តែរបៀបនេះគឺតាមអាយុហើយ30-40ឆ្នាំហើយតាំងពីលោកកាន់អំណាចតំណែងអីជាមួយរដ្ឋាភិបាលមកនោះគឺមានតែប៉ុណ្្នឹងឯងឥឡូវនេះគឺអ្វីដែលខាងកម្មការនីឬក៏សហជីពនឹងចង់បានគឺគាត់ថាសូមឲ្យសាធារណជនជ្រាបជាព័ត៌មានថាអង្គការស្ថាប័នព្រមទាំងដៃគូអភិវឌ្ឍនិងអញ្ជើញឲ្យពួកគាត់ចូលរួមផងគាត់នឹងធ្វើនៅថ្ងៃទី8 ខែមីនាហ្នឹងតាមការគ្រោងទុកនៅទីលានប្រជាធិបតេយ្យបងប្អូនខ្ញុំជឿថាបើសិនជាធ្វើដោយអំពើអហិង្សាដោយសន្តិវិធីទេក៏គួរតែបានទទួលការយកចិត្តទុកដាក់អីចឹងទៅហើយបើសិនជាអាជ្ញាធរបង្ក្រាបមែនជាការបង្ហាញប្រាប់សហគមន៍អន្តរជាតិឲ្យដឹងអំពីពវៀនបទចតិះរបស់កម្ពុជាដែលថាខ្លួនឯងគោរពសិទ្ធិគោរពអីហើយបញ្ហាសិទ្ធិមនុស្សហ្នឹងគឺយើងបើអត់ស្ដារទេគឺយើងស្លាប់ហ៎បងប្អូនតកតងនឹងរឿងបញ្ហាអរ៉ាក់អរ៉ង់បញ្ហាចំនួននៅមជ្ឈមបូព៌ាតើវាប៉ះពាល់អីខ្លះដល់ប្រទេសកម្ពុជាទៅវិញឥឡូវនេះសិទ្ធិមនុស្សគឺវាមានបញ្ហារងរឿងធ្វើបាតកម្មរឿងតវ៉ាមតិអីហ្នឹងយើងដឹងហើយប៉ុន្តែឥឡូវដល់បញ្ហាជីវភាពម្ដងបញ្ហាសាំងឡើងថ្លៃប្រេងឡើងថ្លៃបំណុលធនាគារមីក្រូហិរញ្ញវត្ថុអត់ការងារធ្វើពេលស្រុកមានការកលយុគថៃឈ្លានពានកម្ពុជាផងមានអារឿងនៃអរ៉ាក់អរ៉ង់អារឿងប្រេងរឿងអីពិភពលោកតើខ្មែរត្រៀមខ្លួនរួចហើយឬនៅតែកម្ពុជាត្រៀមខ្លួនចំពោះស្ថានភាពវិបត្តិនេះហើយឬនៅបើយើងមើលឲ្យមែនតើគឺកម្ពុជាពិបាកនៅក្នុងការត្រៀមខ្លួនបន្តិចព្រោះតែយើងមាន plan B plan C គឺត្រៀមផែនការបំរុងទុកអីគឺតើតែយើងមានលុយធូធាកម្ពុជាក្រណាស់បងប្អូនកុំទៅសង្កត់កគាត់ពេកយើងរកបាន6យើងចាយ10យើងជពាក់គេជិត13,000 លានដុល្លារកូនខ្មែរកើតព្រិចមកជពាក់គេ700ទៅ800ដុល្លារដែលអត់បានចាយលុយ1រៀលសោះនៅតែវេទនាប៉ុន្តែត្រូវជពាក់គេដោយសារតែរដ្ឋជពាក់គេហើយរដ្ឋជពាក់គេហ្នឹងថាយកលុយហ្នឹងមកអភិវឌ្ឍជួយនេះជួយនោះប៉ុន្តែប្រជាពលរដ្ឋនៅតែមានអារម្មណ៍ថាមិនបានទទួលផលអីពីទាំងអស់ហ្នឹងឯងព្រោះអាចមានអំពើពុករលួយបពពួកនិយមស្អីការដឹកនាំរដ្ឋគ្មាននីតិរដ្ឋគ្មានអីអញ្ចឹងទៅប៉ុន្តែក្នុងរបបដឹកនាំរដ្ឋរបៀបនេះគឺនៅណាក៏ដូចនៅណាដែរអ្នកដែលរងការឈឺចាប់បំផុតគឺប្រជាពលរដ្ឋទាំង17លានអ្នកជពាក់លុយគេទាំងមិនដឹងខ្លួនឥឡូវនេះនៅពេលដែលយើងសួរថាតើយើងត្រៀមខ្លួនបានឬនៅពេលដែលសាំងឡើងថ្លៃបញ្ហាវិបត្តិសេដ្ឋកិច្ចពិភពលោកអីកម្ពុជាមានតែឃ្លាមួយទេគឺក្រសួងពាណិជ្ជកម្មកម្ពុជាអីហ្នឹងក៏មកអះអាងថាយើងអត់មានបញ្ហាទេប្រេងសាំងប្រេងអីក៏អត់ខ្វះដែរ
តែមិនអាចទប់ការឡើងថ្លៃបានទេតែប៉ុណ្ណឹងយើងឮប្រសាសន៍ពីមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មក្រសួងពាណិជ្ជកម្មអីគឺនិយាយប្រហែលថ្ងៃហ្នឹងគេនិយាយថាតើយើងមានអីត្រៀមអត់គាត់ថាសាំងខ្មែរឬប្រេងឥន្ធនៈខ្មែរមានសម្រាប់ស្តុកទុកប្រហែលជាបានមួយខែដែរមិនអត់សោះទេអញ្ចឹងបើសិនជាលើសពីមួយខែអាចមានបញ្ហាមិនអញ្ចឹងណាអានេះទៅតាមការលើកឡើងឬយើងបញ្ហារបស់យើងគឺយើងស្តុកសាំងស្តុកអីហ្នឹងក៏យើងពិបាកនឹងស្តុកឲ្យបានច្រើនដែរព្រោះយើងអត់មានរោងចក្រចម្រាញ់ប្រេងកាតចម្រាញ់ប្រេងឆៅហើយរោងចក្រចម្រាញ់ប្រេងកាតចម្រាញ់ប្រេងឆៅនេះក៏មិនដឹងថាធ្វើអីនៅស្រុកខ្មែរហ្នឹងក៏ធ្វើបានប្រយោជន៍អីទៅទៀតព្រោះអីបើមានរោងចក្រហ្នឹងតើតើយើងរុករកខួងប្រេងនៅសមុទ្ររបស់យើងបានមកអីចឹងទៅឬក៏កន្លែងណាបើយើងគ្មានប្រេងណាប្រេងយើងបានមកដំណក់គុតអាដំណក់ដំបងប្រេងដែលជីកនៅឈូងសមុទ្រខ្មែរថៃដែលយកទៅដាក់នៅក្នុងវិមានឈ្នះអីហ្នឹងបានតែមកដំណក់ហ្នឹងឯងចប់ដូចព្រំម៉ាញនិយាយចឹងណាគឺថាជាមួយប្រពន្ធខ្ញុំអត់បានទេខ្ញុំនិយាយតែមួយម៉ាត់ទេតែយើងស្ដាប់ទៅគឺដឹងថាវាយប្រពន្ធឬក៏បង្ក្រាបប្រពន្ធបាត់មាត់ហ្នឹងមិនចឹងគាត់ថានិយាយបានតែមួយម៉ាត់ហ្នឹងឯងមួយថ្ងៃមកយប់ទៅភ្លឺហ្នឹងប្រពន្ធនិយាយទាំងអស់ចឹងពីក្បាលប្រលប់ហ្នឹងបានមួយម៉ាត់ហ្នឹងអញ្ចឹងប្រេងមួយដំណក់ហ្នឹងគឺបានតែមួយដំណក់ហ្នឹងអញ្ចឹងទៅយើងអត់មានខួងមានជីកមានអីបានទាំងអស់ដូច្នេះឥឡូវតោះអាឈូងសមុទ្រថៃខ្មែរហ្នឹងវាឆ្លោះគ្នាតាក់ទងរឿងព្រំប្រទល់នេះទៀតមិនដឹងថាក្រុមហ៊ុនណាមកអាចជីករករកអីទេប៉ុន្តែយ៉ាងហើយបងប្អូនយើងក៏មិនបាច់ឆ្ងល់ទេបើសិនជារករ៉ែទាំងអស់ហ្នឹងវានៅក្រោមធម្មជាតិហ្នឹងឲ្យបានយូរបើជាបេតិកភណ្ឌសម្បត្តិរបស់ខ្មែរមែនណាជាពរជ័យទៅវិញទេព្រោះអីបើយកមកខួងចែកគ្នាលុយចូលកប៉ៅបកុលអស់ទៅកូនចៅខ្មែរជំនាន់ក្រោយលហេមលហាមអស់អាធនធានរ៉ែធម្មជាតិនឹងតទេដដែលទេអញ្ចឹងឲ្យវានៅកប់ជ្រៅទៅវាជាបណ្ដាសាមួយសម្រាប់មេដឹកនាំដែលពុកលលួយប៉ុន្តែវាជាពរជ័យសម្រាប់ប្រជាពលរដ្ឋដែលបើនៅក្រោមដីយូរទៅចាំថ្ងៃក្រោយទៅខួងជីកមកក៏វាមិនបាត់ទេណាខ្ចាយអស់ដែរមិនអញ្ចឹងណាដូច្នេះវាអាចល្អអញ្ចឹងដែរប៉ុន្តែវាអកុសលសម្រាប់ខ្មែរយើងគឺអត់មានប្រេងអត់មានអីស្តុកទុកទាំងអស់តតែមានរោងចក្រប្រេងកាតចម្រាញ់អីយើងអត់មានហើយក៏យើងមិនដែលទៅធ្វើអីកើតដែរព្រោះមិនដឹងត្រូវការធ្វើអីមិនអញ្ចឹងណាលោកកៅរតនៈដែលជារដ្ឋមន្ត្រីក្រសួងធម្មពលនឹងរ៉ែនោះគាត់លើកឡើងថ្ងៃនេះប្រាប់អ្នកសារព័ត៌មានថាតាមពិតអាការជជែកពីរឿងរោងចក្រប្រេងកាតអីហ្នឹងធ្លាប់ជជែកច្រើនដងហើយច្រើនលើកហើយប៉ុន្តែអត់ទាន់បានសម្រេចទេហើយចុងក្រោយថា5ខែចុងក្រោយហ្នឹងដូចរឿងសម្រុកជជែកដែរប៉ុន្តែដើម្បីឲ្យតាក់ទាញវិនិយោគិនមកសង់អារោងចក្រចម្រាញ់ប្រេងកាតអីហ្នឹងបាននៅស្រុកខ្មែរគឺបើអត់មានអីប្រែប្រួលភាសានេះបើនិយាយក៏អត់បាច់ក៏បើលោកកៅរតនៈមិននិយាយក៏បានដែរបើសិនជាអត់មានអីប្រែប្រួលទេគឺប្រហែលបើអត់អីប្រែប្រួលហើយប្រហែលទៀតបើអត់អីប្រែប្រួលទេប្រហែលជា3ឆ្នាំទៀតមានរោងចក្រចម្រាញ់ប្រេងកាតនៅស្រុកខ្មែរបងប្អូនអញ្ចឹងអ្នកណាដែលត្រៀមកណ្ដុងប្រេងត្រៀមអីដើម្បីត្រៀមប្រេងហ្នឹងគឺបងប្អូនរងចាំ3ឆ្នាំទៀតទេយើងនឹងមានប្រេងស្តុកខ្លួនឯងមានរោងចក្រខ្លួនឯងដូច្នេះកុំភ័យខ្លាំងពេកព្រោះ3ឆ្នាំវាមិនជាយូរទេមិនអញ្ចឹងឯងបងប្អូនបើសិនជាមិនមានអីប្រែប្រួលតែបើមានអីប្រែប្រួលអាចលើស5ឆ្នាំ6ឆ្នាំអីទៅមុខទៀតតែប៉ុណ្្នឹងឯងនេះគឺជាសាររបស់រដ្ឋមន្ត្រីរបស់យើងដែលលួងចិត្តប្រជាពលរដ្ឋកុំឲ្យព្រួយបារម្ភពីរឿងខ្វះប្រេងខ្វះអីហ្នឹងប៉ុន្តែបងប្អូនស្ដាប់ទៅគឺដូចជាសង្ឃឹមដែរឬក៏ទៅសង្ឃឹមតិចសង្ឃឹមដូចខែរះព្រិចស្ទើររះស្ទើរលិចមិនដឹងណាបាទតែខ្ញុំសរសើរពីភាពប៉ិនប្រសប់របស់ថ្នាក់ដឹកនាំកម្ពុជាដែលក្នុងគ្រាដែលលំបាកយ៉ាងណាក៏ដោយក៏អាចរកឃ្លារកពាក្យពេចន៍មកនិយាយស្អំចិត្តប្រជាពលរដ្ឋបានណាមិនឲ្យបងប្អូនយើងអស់សង្ឃឹមច្រើនពេកបាទតែយ៉ាងណាបងប្អូនទៅទៀតយើងនៅជាប់ផងជាមួយប្រេងកាតប្រេងឆៅនៅហ្នឹងក៏វាទៅមុខមិនរួចដែរបងប្អូននាំគ្នាជិះអាទិះគោឬក៏លក់ឡានជិះម៉ូតូអីខ្លះទៅលោកហ៊ុនសែនធ្លាប់និយាយឲ្យតាបើថាសាំងថ្លៃយើងកុំជិះឡានកុំជិះម៉ូតូជិះកង់វិញទៅដើរខ្លះទៅយើងធ្លាប់ពីមុនមកយើងអត់បានហេតុអីក៏ឥឡូវយើងទ្រាំមិនបានអានឹងភាសាសាមញ្ញរបស់ថ្នាក់ដឹកនាំរបស់យើងកន្លងទៅណាលូអារឿងប្រេងថ្លៃឡើងថ្លៃសិតស្អីណាកម្ពុជានឹងមិនចេះជួយប្រជាពលរដ្ឋចុះបើពិភពលោកគេឡើងដែរតែឲ្យឡើងមិនឥឡូវលោកហ៊ុនម៉ាណែតទៅវម្ចាស់ការ៉ាសាំងម្ចាស់អីហ្នឹងថាកុំឲ្យឡើងថ្លៃហើយម្ចាស់ការ៉ាសាំងហ្នឹងណែណាគេសិតតែក្រុមមន្ត្រីអង្គញាគ្នាគាត់ហ្នឹងវាគ្មានប្រជាពលរដ្ឋអ្នកស្រែលក់លីហាលឯណាទៅមានភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រេងអស់ហ្នឹងទេដូច្នេះការបំពេញនាវអីហ្នឹងគឺថាវាបានតែជាសារស្អំប្រជាពលរដ្ឋតាមពិតអ្នកយកគឺចេះតែយកចេះតែខ្មែរចេះតែកិនចិនចេះតែកត់ចឹងទៅតែបងប្អូនជិះមិនផុតទេព្រោះពិភពលោកខ្សោះប្រេងច្រើនមិនមែនដោយសារខួងមិនបានទេគឺដោយសារតែអ៊ីរ៉ង់បិទច្រកដែលនាំប្រេងចេញពីអ៊ីរ៉ង់ហ្នឹងណាដូច្នេះយើងនឹងរងផលប៉ះពាល់នឹងច្រើនយើងរងប៉ះពាល់តិចឬខ្លាំងអាស្រ័យទៅលើការត្រៀមខ្លួនបងប្អូនដូចយើងគ្រួសារអញ្ចឹងនៅពេលដែលយើងមានអង្គហូបមកកំប៉ុងគិតមកកំប៉ុងមួយថ្ងៃបើចង់ដាំបាយ3ពេលព្រឹកទៅទិញមកកំប៉ុងថ្ងៃទិញមកកំប៉ុងទៀតល្ងាចទិញមកកំប៉ុងទៀតអាហ្នឹងគេហៅថាហូបអង្គកំប៉ុង
អូយតតែពេលមានបញ្ហាទឹកជំនន់ឬគេបិទតូបលក់អាអង្គនេះតើយើងបានអង្គណាហូបយើងសួរយ៉ាងសាមញ្ញចេះទៅវិញឲ្យកុំបន្ទោសរដ្ឋាភិបាលព្រោះបើយើងហូបអង្គកំប៉ុងអញ្ចឹងហើយទៅដល់ពេលតូបគេបិទឬមានបញ្ហាគ្រោះមហន្តរាយអីមួយវាត្រូវដាច់អង្គហើយដល់ពេលមានអីមកវិញទៅទិញគេទៀតមកតូបគេបើកទិញទៀតអីមិនអញ្ចឹងវាអញ្ចឹងទេតែបើយើងមកស្តុកទុកអីអញ្ចឹងវាអត់មានព្រោះអីលទ្ធភាពយើងវាមានតែប៉ុណ្្នឹងអញ្ចឹងបងប្អូនតតែត្រៀមចិត្តត្រៀមកាយទៅតាមនឹងដែរឥឡូវនេះគឺចូលដល់ព័ត៌មានអន្តរជាតិម្ដងបងប្អូនគឺតកតងនឹងប្រធានាធិបតីឥណ្ឌូនេស៊ីប្រមានដកខ្លួនចេញពីក្រុមប្រឹក្សាសន្តិភាពលោកត្រាំឥឡូវចាប់ផ្ដើមរៀងញាក់បន្តិចហ្នឹងមិនអញ្ចឹងឥណ្ឌូនេស៊ីហ្នឹងគឺហក់ផ្លេតដូចខ្មែរអញ្ចឹងចូលផ្លុកមកប្រជុំមួយលោកត្រាំដោះស្រាយសន្តិភាពរឿងហ្គាហ្សាមាននិយាយរឿងឥណ្ឌូនេស៊ីណាមាននិយាយរឿងខ្មែររឿងថៃណានិយាយរឿងហ្គាហ្សាចូលមកភ្លាបបិតាសន្តិភាពអ្នកដែលស្រឡាញ់សន្តិភាពមិនស្អប់ណាស់សង្គ្រាមបានតែប្រជុំប្រមាណជាប្រមាណអាទិត្យទម្លាក់គ្រាប់ក្ដួងនៅអ៊ីរ៉ង់ហើយទៅទម្លាក់ប៉ះចំសុទ្ធតែក្រុមកាន់សាសនាស្អីខាងអ៊ីស្លាមខាងអីនឹងគាត់ហ្នឹងមានអីអញ្ចឹងទៅហើយឥណ្ឌូនេស៊ីហ្នឹងគឺក៏គោរពប្រតិបត្តិសាសនាស្តៀងគ្នានៅអ៊ីរ៉ង់នឹងដែរដូចម៉ាឡេដែរប្រធានាធិបតីនាយករដ្ឋមន្ត្រីម៉ាឡេអានវ៉ៃអ៊ីប្រាហ៊ីមថ្កោលទោសអាមេរិកមែនតើប៉ុន្តែឥណ្ឌូនេស៊ីទៅថ្កោលទោសអាម៉េចបើយើងចូលរួមជាមួយលោកត្រាំពីក្រុមប្រឹក្សាសន្តិភាពរួចទៅមកថ្កោលទោសបិតាសន្តិភាពដែលយើងចូលរួមគ្រប់គ្រងហ្នឹងវាហាស្លាក់ខ្ជាក់ស្លែងស្ដោះលើទ្រូងឯងមិនដឹងថ្លែងយ៉ាងណាក៏ប៉ុន្តែឥឡូវដោយសារមានប្រតិកម្មពីប្រជាពលរដ្ឋឥណ្ឌូនេស៊ីខ្លាំងពេកប្រធានាធិបតីឥណ្ឌូនេស៊ីក៏បានប្រកាសជាឲ្យរលឹកថាបន្តិចទៀតដកខ្លួនចេញពីក្រុមប្រឹក្សាសន្តិភាពរបស់លោកត្រាំនឹងវិញហើយបើសិនជាមិនអាចរកដំណោះស្រាយឲ្យប៉ាឡេស្ទីនបានណាទៅចេះវិញហើយចុះមុនចូលហ្នឹងអត់មានលក្ខខណ្ឌហ្នឹងទេគេដឹងតាការដោះស្រាយហ្នឹងបានវាមិនមែនអាស្រ័យទៅលើនេះណាទៅជាដោះស្រាយទៅប៉ុន្តែចូលមកទៅអីបើសិនជាយើងដឹងថាដោះបានអញ្ចឹងទៅយើងដាក់លក្ខខណ្ឌពីដើមមកក៏គេមិនឲ្យយើងចូលដែរមិនខ្វល់ទេលោកត្រាំនោះយកមកគាត់ទៅបោះគាត់ល្អមើលណាប៉ុន្តែឥឡូវលោកក៏បានពមៀនអញ្ចឹងក៏ពមៀនទៅគាត់ថាស្អំចិត្តប្រជាពលរដ្ឋខ្លួនគាត់នៅស្រុកនោះវាតាក់តងអីនៅអាមេរិកនេះដើម្បីកុំឲ្យគេដុតតូបវាមានរដ្ឋសភាគាត់ចោលហ្នឹងអញ្ចឹងឃើញភាសានេះគឺយើងប្រធានាធិបតីឥណ្ឌូនេស៊ីហ្នឹងគឺឈ្មោះលោកPrabowo Subianto បាទលោក Prabowo Subianto ហ្នឹងគឺគាត់ថ្លែងអញ្ចឹងដើម្បីស្អំចិត្តប្រជាពលរដ្ឋឥណ្ឌូនេស៊ីតែយើងមិនទៅឆ្ងល់អីទេអ្នកនយោបាយត្រូវតែឆ្លៀតឱកាសបើមិនអញ្ចឹងទេងាប់ហើយទៅមិនតាន់គេទេគេរករឿងយើងងាប់បន្ទាប់ពីនឹងមកគឺលោកត្រាំថាគ្មានទេការចរចាជាមួយអ៊ីរ៉ង់លើកឡើងតែអ៊ីរ៉ង់លើកទង់ជ័យសដែលឥតលក្ខខណ្ឌប្រហែលថ្ងៃនេះបងប្អូនឮឲ្យមន្ត្រីអាមេរិកហ្នឹងថាខាងអ៊ីរ៉ង់បោះដៃមករកការចរចាប៉ុន្តែថ្ងៃនេះគឺរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់គឺប្រកាសជាឲ្យរឹកថាអត់មានបានទៅចរចាអីទេអត់ចង់ចរចាជាមួយអាមេរិកទេព្រោះចរចាពីរដងចរចាបដៅវាយបដៅគាត់ថាចាប់ដៃជន់ជើងគាត់ចោទអាមេរិកថាចាប់ដៃជន់ជើងអញ្ចឹងអត់មានការចរចាអីទេប៉ុន្តែនេះគឺជារដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់មិនដឹងលាក់ខ្លួននៅកន្លែងណាទេគឺពីក្នុងដងមកហ្នឹងគឺឆ្លើយថ្លែងសារបែបហ្នឹងហើយអាមេរិកលោកត្រាំម្នេះវិញអត់មានត្រូវការចរចាអីទាំងអស់លក្ខខណ្ឌមានតែមួយទេសម្រាប់អ៊ីរ៉ង់ពេលនេះលើកទង់ជ័យសប្រកាសបរាជ័យហើយចោះចូលសារសភាពរួចខ្លួនបើអត់ទេគឺខ្ទេចអត់មានលក្ខខណ្ឌអីទាំងអស់ចរចាហ្នឹងហើយអាមេរិកនឹងប្រមានថាបើមានការចាំបាច់អាចនឹងបញ្ជូនទ័ពថ្មើរជើងអ៊ីរ៉ង់គេថាអូមកគឺវាលកប់សពដូចនៅអ៊ីរ៉ាក់អញ្ចឹងគេថាអញ្ចឹងដូចសាដាមហ៊ូសេនទៅតែមកសើវាលកប់សពសើប្រមានទុកមុនអញ្ចឹងបាទរឿងនេះគឺជារឿងដែលប្រឹងទៅវិញទៅមកទៅអ៊ីរ៉ង់ធម្មតាមានដឹកនាំគេនៅខាញ់រែងនៅដើម្បីស្អំចិត្តប្រជាពលរដ្ឋគេដែរចង់និយាយអញ្ចឹងប៉ុន្តែខ្ទេចខ្ទីអស់ហើយបងប្អូនហេដ្ឋារចនាសម្ព័ន្ធខ្ទេចខ្ទីអស់ហើយទាំងនាវាទាំងប្រព័ន្ធកញ្ជ្រួចការពារនៅដែរនៅក្នុងដីអ៊ីរ៉ង់មានច្រើនគឺកាយយកទៅដាក់ក្នុងដីច្រើនប៉ុន្តែអាក្នុងដីហ្នឹងសួរមិនយើងកប់វាចោលរហូតយ៉ាងម៉េចវាត្រូវតែបាញ់វាហើយចុះតែបាញ់វាអាមេរិកមិនឃើញបាញ់ចេញពីកន្លែងណាអញ្ចឹងពេលដែលបាញ់ចេញកន្លែងណាហ្នឹងអាកំជ្រួចនឹងក៏ភ្លើងដែលទម្លាក់គ្រាប់ហ្នឹងគឺទម្លាក់ចំអាកន្លែងដែលផ្ទុះចេញពីកណ្ដាលវាលខ្សាច់អីចឹងដូច្នេះខ្ទេចខ្ទីនាវាងូតទឹកស្អីប្រព័ន្ធការពារអីគឺថាម៉ត់ដូចអាចទីតុយអញ្ចឹងនៅសល់តែខ្លះនៅក្រោមដីហើយមិនមានលទ្ធភាពអីច្រើននៅក្នុងការតបតជាមួយអាមេរិកទេចង់និយាយថាអ្នកដែលនិយាយពីអ៊ីរ៉ង់នឹងអស់ចាហ្នឹងគឺនិយាយស្អំចិត្តទេអ៊ីរ៉ង់ទេក៏ប៉ុន្តែខ្ញុំជឿថាឥឡូវនេះអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺសហរដ្ឋអាមេរិករដ្ឋសភាអាមេរិកនេះបានអនុម័តសម្លេងដូចរៀងតិចដែរបងប្អូនវា212ទល់នឹង219ទេអញ្ចឹងគណៈបកប្រជាធិបតេយ្យទាំងអស់ជំទាស់មិនឲ្យលោកត្រាំគណៈបកប្រជាធិបតេយ្យសម្លេង212សម្លេង
មានទាំងគណៈបកសាធារណរដ្ឋចូលរួមពីសម្លេងដែរគឺជំទាស់អត់ឲ្យលោកត្រាំធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ដោយមិនសុំសភាទេតាមពិតប្រជាពលរដ្ឋអាមេរិកជាទូទៅមិនជំទាស់នៅក្នុងការរំលាយរបបផ្ដាច់ការណាមួយទេជាទូទៅប្រជាពលរដ្ឋអាមេរិកស្រឡាញ់ប្រជាធិបតេយ្យខ្ញុំជឿថាអ្នកបកប្រឆាំងហ្នឹងក៏មានគំនិតអញ្ចឹងដែរបកប្រឆាំងនៅអាមេរិកគណៈបកប្រជាធិបតេយ្យគាត់ថាមិនពេញចិត្តចំពោះការរំលោភរដ្ឋធម្មនុញ្ញអាមេរិកដែលថាធ្វើសង្គ្រាមអីធ្វើទៅតែសុំយោបល់ពីសភាសិនដើម្បីឲ្យច្បាប់ហ្នឹងវានៅតែមានជាធរមាននេះជាសន្តិភាពប្រជាធិបតេយ្យអញ្ចឹងតែលោកត្រាំគាត់ទៅផ្លូវកាត់តែប៉ុណ្្នឹងឯងដល់តែម្សិលមិញបោះឆ្នោតទៅគឺសភាពីគណៈបកសាធារណរដ្ឋរបស់លោកត្រាំហ្នឹងមានសម្លេងគ្រប់គ្រាន់គឺ219សម្លេងហើយដល់ពេល219សម្លេងបងប្អូនដឹងហើយនៅក្នុងរដ្ឋសភានេះមាន335សម្លេងអញ្ចឹងឲ្យតែមាន217សម្លេងនៅ218សម្លេងគឺបានន័យថាឈ្នះហើយអញ្ចឹងគណៈបកសាធារណរដ្ឋឈ្នះតែមួយសម្លេងលើសតែមួយសម្លេងទៅបានន័យថា218គ្រប់តែគាត់បាន219គ្នាគាត់ទាំងអស់មែនតើមានគ្នា221ឯណោះប៉ុន្តែមាន2នាក់លោតមកបោះឆ្នោតឲ្យគណៈបកប្រជាធិបតេយ្យទៀតណាបើសិនជាមានតែម្នាក់ទៀតពីខាងសាធារណរដ្ឋលោតមកបោះឲ្យគណៈបកប្រជាធិបតេយ្យប្រឆាំងលោកត្រាំដែលធ្វើសង្គ្រាមអត់សមយោបល់ពីរដ្ឋសភាអានេះគឺកាំងបាត់ទៅហើយប៉ុន្តែចៃដន្យអីដូចខ្ញុំនិយាយចឹងសភាជាន់ទាបនេះម៉ោងណាគឺសាធារណរដ្ឋមានសម្លេងគ្រប់គ្រាន់ដែលឈ្នះប្រជាធិបតេយ្យអញ្ចឹងគាត់ឈ្នះតែ2សម្លេងទេមែនតើទៅណាអញ្ចឹងឥឡូវនេះច្បាប់នេះចូលជាធរមានទៅហើយគឺអនុញ្ញាតឲ្យលោកត្រាំបន្តសង្គ្រាមជាមួយអ៊ីរ៉ង់ទៀតចោះអត់ចាំបាច់ឆ្លងកាត់យោបល់ពីរដ្ឋសភាអីទេខ្ញុំថាបើគាត់ធ្វើចឹងតាំងពីដើមមកប្រជាពលរដ្ឋអាមេរិកប្រហែលជាគ្មានអីទៅរិះគន់គាត់ប្រហែលទេពីរឿងការដែលមិនឆ្លងរដ្ឋសភាគាត់ថាគេរិះគន់អំពីអង្គើហ ংস ាអីមួយចំនួនប៉ុន្តែឥឡូវនេះវាអ្វីៗវាចប់ហើយចឹងលោកត្រាំអាចបន្តធ្វើសង្គ្រាមជាមួយអ៊ីរ៉ាក់ប្រហែលឆ្នាំទៀតក៏បានដែរដោយមិនចាំបាច់មកសុំរដ្ឋសភាហើយក៏អត់ខុសរដ្ឋធម្មនុញ្ញដែរព្រោះអីរដ្ឋសភាបានអនុម័តថាមិនចាំបាច់សុំក៏បានដែរទៅរដ្ឋធម្មនុញ្ញចែងអញ្ចឹងតែសភាគេប្រាប់ថាឥឡូវក្នុងដំណាក់កាលនេះមិនបាច់សុំទេដូច្នេះវារឿងហ្នឹងវាទៅអញ្ចឹងបងប្អូនតកតងនឹងរឿងមួយទៀតពីរឿងព័ត៌មាន AI ដែលកម្ចាយពីដូចថាសង្គ្រាមចិត្តសាស្ត្រនយោបាយគឺកម្ចាយខ្លាំងមែនតើសង្គ្រាម AI នេះគឺបងប្អូនចាញ់បោកគេគ្រប់គ្នាហើយខ្ញុំដូចខ្ញុំនិយាយចឹងមួយថ្ងៃរវល់រើសដុំថ្មចោលស្កាយបងប្អូនយើងផ្ញើសារមកច្រើនពេកហើយខ្ញុំក៏សូមអរគុណដែរដែលជួយឲ្យខ្ញុំសូមទោសទៀងទាត់ព័ត៌មានកុំឲ្យចាញ់បោកគេព័ត៌មានផ្សាយដែលចែកពេញបណ្ដាញ Facebook ហ្នឹងគឺតាក់ទងនឹងយន្តហោះរបស់អាមេរិកនៅកំជ្រួចរបស់អាមេរិកបាញ់ទម្លាក់សំទោសមិនមែនទម្លាក់បាញ់ចំទីតាំងយន្តហោះប្រដេញរបស់អ៊ីរ៉ង់ដែលមិនមែនជាយន្តហោះមែនតែនទេដែលជារូបគំនូដែលគេគូរនៅលើផ្លូវឬក៏នៅលើទីលានពលានយន្តហោះដើម្បីបោកឲ្យអ៊ីស្រាអែលនិងអាមេរិកអស់លុយរាប់លានដុល្លារទៅទម្លាក់ចំលើរូបគំនូតែតាមពិតមិនមែនជាយន្តហោះប្រដេញរបស់អ៊ីរ៉ង់ទេហើយចាច់ផ្សាយវ៉ាល់លៀននៅលើបណ្ដាញសង្គម Facebook បងប្អូនអាហ្នឹងគឺជារូប AI ទេគឺគេធ្វើដើម្បីសង្គ្រាមចិត្តសាស្ត្រដើម្បីឲ្យដឹងថាអាមេរិកអត់បានផលអីទេអ៊ីរ៉ង់នៅរឹងប៉ឹងហើយបាញ់មិនត្រូវទេអស់លុយច្រើនទៀតប៉ុន្តែបងប្អូនគិតឲ្យសាមញ្ញវិញអញ្ចឹងបានន័យថាលោកអាលីហាមេនេគឺជារូប AI ទេអញ្ចឹងដែលអាមេរិកបាញ់ស្លាប់មនុស្សរបស់ថ្នាក់ដឹកនាំ30-40នាក់នៅក្នុងកន្លែងប្រជុំតែមួយអាហ្នឹង AI មែនចុះអាគេបាញ់ពលិចនាវារបស់អ៊ីរ៉ង់ប្រហែលថ្ងៃម្សិលមិញដែលស្លាប់មនុស្សមកកណ្ដោះហ្នឹងវាជា AI វាជា AI មែនយើងមានឆ្ងល់ចឹងវិញទេបច្ចេកវិទ្យាមីស៊ីលរបស់អាមេរិកនេះដើរដោយប្រព័ន្ធ laser និងមាន infrared infrared ហ្នឹងណាគឺចាប់កម្ដៅចាប់ភិនភាគចាប់អីមិនមែនចាប់រូបភាពនៅលើឥតចឹងទេហើយនេះជារូបគំនូ game ដែលគេប្រើបច្ចេកវិទ្យា AI មួយយ៉ាងគឺបង្កើតបានឲ្យយើងកុំតែចាញ់បោកគេឃោសនាយកមកផ្សាយទៅដូចមែនតែនអញ្ចឹងខ្ញុំស្រឡាញ់រឿងខ្មែរយើងយកមកផ្សាយដូចមែនតែនសហគមន៍អន្តរជាតិគេថាមិនពិតទេតែយើងនឹងនៅតែអញ្ចឹងយកមកផ្សាយនឹងដើម្បីថាអ៊ីរ៉ង់នឹងបរាជ័យណាឈ្នះហើយអាមេរិកនឹងបាក់ស្បាតហើយដោយសារតែបាញ់ខុសរហូតតែនោះរៀបដល់ដីអស់ហើយយើងអត់មើលនិយាយថាវាបានប្រយោជន៍អីបងប្អូនដើម្បី like ដើម្បី share តែបងប្អូនប្រព្រឹត្តអំពើបាបនោះទៅអីហើយម្ដងទៀតបងប្អូនគឺថាព័ត៌មានយើងពិបាកមែនតើនៅក្នុងការផ្ទៀងទាត់ព្រោះអីស្រុកខ្មែរមានអាព័ត៌មានអាចជ័យធ្លាក់ទឹកអញ្ចឹងគេអញ្ចឹងឲ្យតែលឺចេះថាឲ្យតែមានទៅគ្មានខ្វល់ឲ្យតែលឺណានិយាយអីនិយាយទៅឲ្យតែលឺចោលសិនទៅហើយចាំគិតទៀតអត់មានការខ្មាស់អៀននៅក្នុងការផ្សាយព័ត៌មានមិនពិតណាបាទតែយ៉ាងណាបងប្អូនរឿងសម័យនេះគឺវាអញ្ចឹងហើយចុងក្រោយព័ត៌មានពីចុងក្រោយដែលខ្ញុំចង់ជម្រាបជូនថាលោកត្រាំដករដ្ឋមន្ត្រីសន្តិសុខជាតិអាមេរិកចេញពីតំណែងក្រោយផ្ទុះការតវ៉ារាប់ខែពីគ្រប់ទិសទីឲ្យដករដ្ឋមន្ត្រីនេះគឺអ្នកដែលជារដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិនេះគឺអ្នកស្រី Christine Noem
អ្នកស្រី Christine Noem ហ្នឹងគឺគាត់រងការរិះគន់បាតកម្មជុំទិសឲ្យដកយូរហើយតាក់ទងនឹងចំណាត់ការរបស់ប៉ូលីសអន្តោប្រវេសន៍ ICE ហ្នឹងគឺថាបង្ក្រាបតាមពិតទៅរករឿងអីអ្នកស្រី Christine នោះរឿងហ្នឹងគឺជារឿងលោកត្រាំទេគាត់អ្នកចាត់ចែងអ្នកណាហើយឥឡូវដូរអ្នកស្រី Christine ហ្នឹងយកលោក Mark Wayne Malin ដែលជារដ្ឋដែលជាសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋអូក្លាហូម៉ាអីហ្នឹងក៏មិនណយជាងអ្នកស្រី Christine Noem ហ្នឹងដែរអាចនឹងខ្លាំងជាងនឹងទៀតផងវាអត់មានខុសអីទេមកដបនឹង4ទេគ្រាន់តែថាយ៉ាងហោចណាស់ក៏ឃើញថាលោកត្រាំគាត់រងឥទ្ធិពលនៃការរិះគន់មិនបានក៏ដកទៅព្រោះអាការដកហ្នឹងគឺវាមិនជារឿងល្អហ្មងទេព្រោះនៅក្នុងការដឹកនាំតែយើងដកមនុស្សគឺបានន័យថាយើងបរាជ័យអីមួយអញ្ចឹងប៉ុន្តែឥឡូវដកគាត់ពីកន្លែងហ្នឹងយកទៅកាន់ជាប្រិសិទ្ធពិសេសផ្នែកខាងព្រំដែនខាងទប់ទល់នឹងពួកជួញដូរគ្រឿងញៀនអីណានោះអញ្ចឹងគាត់នៅសល់ដល់ថ្ងៃ31ខែមីនាហ្នឹងកាន់តំណែងហ្នឹងមុននឹងចប់មុននឹងលោកសមាជិកព្រឹទ្ធសភាពីអូក្លាហូម៉ាលោក Mark Wayne Malin ហ្នឹងចូលមកបន្តពីអ្នកស្រី Christine Noem ដូច្នេះរឿងនេះគឺវាអត់មានអីប្លែកទេវាទៅទៀតទៅហើយបងប្អូនខ្លះអូថាលោកត្រាំបរាជ័យអត់មានស្អីបរាជ័យអីណាទេគាត់ខ្វះអីមនុស្សដែលគេរិះគន់ជាងអ្នកស្រី Christine ហ្នឹងមាននៅមួយកណកដឹកហ្នឹងដែលលោកត្រាំដាក់មកណាក៏គេរិះគន់ដែរព្រោះអីគាត់អាចសម្រេចធ្វើអីដោយខ្លួនឯងបានក្រៅពីគោលនយោបាយធ្វើស្របតាមលោកត្រាំទេណាដូចអ្នកនាំពាក្យរដ្ឋាភិបាលអ្នកនាំពាក្យក្រសួងមន្ទីរអីរបស់យើងហ្នឹងតើគាត់អាចធ្វើអីខ្លួនឯងបានក្រៅពីនាំពាក្យមកពីគេគោលនយោបាយមានគេបកគេឲ្យធ្វើអញ្ចឹងណាដូច្នេះយើងប្រហែលកន្លែងបន្ទោសពួកគាត់មិនបានដែរគាត់ធ្វើទៅតាមការបញ្ជាពីថ្នាក់ដឹកនាំបើអត់ធ្វើក៏គេមិនរើសគាត់ឲ្យមកធ្វើការងារហ្នឹងដែរបាទបងប្អូនខ្ញុំសូមស្លេះការផ្សាយរបស់ខ្ញុំត្រឹមប៉ុណ្ណេះសិនចោះព្រោះអីដោយសារថ្ងៃនេះខ្ញុំត្រូវទៅធ្វើការផងហើយរាត្រីសួស្តីបងប្អូននៅប្រទេសកម្ពុជាអរុនសួស្តីបងប្អូននៅទីនេះយើងនឹងជួបគ្នានៅរាត្រីនេះបន្តទៀតតាមពេលវេលានឹងម៉ោងដដែលបាទសូមអរគុណសូមជម្រាបលា